សួស្តីអ្នកទាំងអស់គ្នាវីដេអូឃ្លីបនេះខ្ញុំចង់បង្ហាញពីចំណេះដឹងមួយគឺការ login ចូល Microsoft account នៅលើ user នៃ computer របស់យើងវីដេអូឃ្លីបមុនគឺខ្ញុំបានបង្ហាញពីការបង្កើត Microsoft account រួចរាល់ហើយដូច្នេះវីដេអូឃ្លីបនេះខ្ញុំនឹងបង្ហាញពីការ login ចូល Microsoft ហើយនឹងចំណុចនៃការប្រើប្រាស់ Microsoft account របស់យើង Microsoft account គឺជា account មួយដែលអាចឲ្យយើង store ទុកទិន្នន័យនៅលើ account របស់យើងដូចជា account Apple ដូចគ្នានៅពេលដែលយើងដាក់ account ហ្នឹងហើយកម្មវិធីមួយចំនួនយើងអាច backup វាទុកនៅលើ internet បានហើយនឹងមួយទៀតគឺយើងអាច download កម្មវិធីពី Play Store បានដូចជា Play Store របស់ទូរស័ព្ទដែរ Android ឬក៏ iPhone iOS Store អូខេបើសិនជាខ្ញុំអត់ទាន់ដាក់ទេពេលដែលខ្ញុំចូល Play Store គឺវាទាមទារឲ្យយើង login ចូលនៅពេលដែលយើង down កម្មវិធីឥឡូវខ្ញុំឧទាហរណ៍ down កម្មវិធីមួយចុះtop free ខ្ញុំចុចលើ Facebook មួយពេលខ្ញុំចុចយកពាក្យ down គឺវាទាមទារយើង login ចូលណាវាទាមទារយើង switch ទៅ Microsoft account អូខេដូច្នេះដើម្បីអាច login ចូលទៅ Microsoft account បានយើងមានច្រើនវិធីទី1យើងចូលទៅកាន់ PC setting ដោយយើងយក mouse របស់យើងចុចទៅលើអូសទៅលើជ្រុងខាងស្ដាំផ្នែកខាងលើនៃ screen រួចយើងចុចយកពាក្យ setting រួចចុចយកពាក្យ change PC setting ឬក៏មួយទៀតយើងអាចយក mouse របស់យើងដាក់នៅលើជ្រុងខាងក្រោមផ្នែកខាងស្ដាំរួចអូសឡើងលើចុចលើពាក្យ setting ហើយ PC setting នឹងគឺចូលទៅកាន់ PC setting នេះគ្នារីឯមួយទៀតយើងចុចលើប៊ូតុង start រួចចុចលើ user របស់យើងរួចយកពាក្យ change account picture នឹងក៏យើងអាចចូលទៅកាន់ PC setting ដូចគ្នាឬក៏មួយទៀតយើងចូលមកក្នុងប៊ូតុង start អញ្ចឹងហើយយើង search យកតែម្ដងគឺ PC setting អូខេនេះ PC setting អញ្ចឹងយើងចុចមកគឺចូលមកកាន់ PC setting ហើយនេះគឺ setting នៃ PC របស់យើងអូខេដូច្នេះខ្ញុំចុចយកពាក្យ account ហើយខ្ញុំចុចយកប៊ូតុងមួយដែលមានពាក្យថា connect to a Microsoft account បានន័យថាយើង login ចូលទៅ Microsoft account ដូច្នេះចុចលើវាមកអូខេមកដល់ចំណុចនេះគឺប្រអប់ទី1យើងដាក់ username នៃ account Microsoft របស់យើងហើយប្រអប់ទី2គឺយើងដាក់ password នៃ Microsoft account អូខេដូច្នេះខ្ញុំចាប់ដើមវាយចូលរីឯខាងក្រោមយើងដាក់ password អូខេបន្ទាប់ពីយើងដាក់ username និង password ហើយយើងចុចលើប៊ូតុង next ដើម្បីបន្តដំណើរការ sign in ទៅ Microsoft accountមកត្រង់ចំណុចនេះគឺវាទាមទារឲ្យយើង confirm លេខកូដពី Microsoft account ហើយចូលទៅក្នុងទូរស័ព្ទដៃរបស់យើងនៅពេលដែលយើងបង្កើត Microsoft account ដំបូងគឺយើងទាមទារដាក់លេខទូរស័ព្ទរួចយើង confirm ពីខាង Microsoft account របស់យើងដូច្នេះនៅត្រង់ប្រអប់ខាងក្រោមគឺយើងត្រូវវាយលេខទូរស័ព្ទ4ខ្ទង់ចុងក្រោយនៃលេខទូរស័ព្ទរបស់យើងលេខទូរស័ព្ទដែលយើងបានបង្កើត Microsoft account ដូច្នេះលេខទូរស័ព្ទដែលខ្ញុំដាក់កតុយចុងក្រោយគេគឺ7172អូខេបន្ទាប់ពីខ្ញុំវាយលេខ4ខ្ទង់ចុងក្រោយនៃលេខទូរស័ព្ទរបស់ខ្ញុំហើយខ្ញុំចុចលើប៊ូតុង next ត្រង់ចំណុចនេះពេលដែលយើងវាយលេខ4ខ្ទង់នឹងហើយគឺខាងក្រុមហ៊ុន Microsoft account នឹងផ្ញើ message ចូលមកកាន់ទូរស័ព្ទដៃរបស់យើងដូច្នេះកន្លែងត្រង់កូដនេះគឺយើងយក confirm កូដពី message មកវិញគឺលេខកូដនោះគឺ7ខ្ទង់72 94 154អូខេលេខកូដនេះគឺខាង Microsoft account ផ្ញើមកតាម message នៃទូរស័ព្ទដៃបន្ទាប់ពីខ្ញុំវាយលេខកូដ7ខ្ទង់ចូលហើយខ្ញុំចុចលើប៊ូតុង next ដើម្បីបន្តការ sign in អ
អូខេមកដល់ចំណុចនេះយើងចុចយកប៊ូតុងនេះគឺជា SkyDrive នៃ Cloud Storage ដែលយើងអាច store ទិន្នន័យរបស់យើងដូចជា photo document ឬក៏រូបភាពឬក៏ file video ផ្សេងៗទុកនៅក្នុង cloud នៃ internet នៃ account PC របស់យើងដូច្នេះខ្ញុំចុចយកប៊ូតុង next ដើម្បីបន្តការអូខេមកដល់ចំណុចនេះគឺយើងចុច switch ដើម្បី switch ទៅ account Microsoft របស់យើងដែលយើងបាន sign in មិញនេះឯងដូច្នេះខ្ញុំចុចប៊ូតុង switch នៅពេលដែលយើង switch គឺ local account យើងពីមុននឹងត្រូវបដូរឈ្មោះមកកាន់ឈ្មោះនៃ account Microsoft របស់យើងដែលយើងបានបង្កើតហើយនឹង password ក៏ត្រូវដូរដែរអញ្ចឹងរាល់ account local យើងពីមុននឹងត្រូវដូរដូចជាឈ្មោះនិង password ដូចជារូបភាពផ្សេងៗអញ្ចឹងនៅពេលដែលយើង log in ចូលដំបូងពេលដែលយើងបើក computer មកដំបូងគឺវាទាមទារ password នៃ account របស់យើងហើយ account របស់យើង user របស់យើងគឺត្រូវដូរឈ្មោះមកដូចជាឈ្មោះនឹង account របស់ Microsoft ដែរអូខេបន្ទាប់ពីយើង log in ចូលបាន success រួចរាល់ហើយគឺយើងចាប់ផ្ដើមតេស្តនៃការ download ទាំងអស់គ្នាពេលវាចេញបែបនេះគឺយើងបាន sign in success ហើយបានន័យថា account PC របស់យើងគឺ online អូខេបន្ទាប់មកខ្ញុំចូលទៅកាន់ Play Store របស់យើងវិញដូច្នេះយើងតេស្តទាំងអស់គ្នាគឺ down កម្មវិធីមួយមកប្រើតើវាអាច down បានទេវាងាយស្រួលនៅពេលដែលយើង down កម្មវិធីមួយចំនួនមិនបាច់ឧទាហរណ៍កម្មវិធីខ្លះយើងអត់ស្គាល់ទេមិនដឹង down តាម website ណាមិនដឹងយកមកពីណាដើម្បីប្រើនៅលើម៉ាស៊ីនរបស់យើងឧទាហរណ៍ដូចជា Facebook អញ្ចឹងពេលយើងចង់លេង Facebook ព្រោះតែយើងលេងលើ browser អញ្ចឹងបើសិនយើងលេងលើ browser មានភាពញ៉ៃញ៉ៃ login ចូលច្រើនតង់បើសិនជាយើង down វាមកយើង login ចូលតែម្ដងគឺយើងអាចប្រើបានរហូតពេលយើងបើកមកគឺចូលមកកាន់ account របស់យើងដូចជាយើងលេងនៅលើទូរស័ព្ទដៃអញ្ចឹងដែរអូខេបន្ទាប់ពីយើងចូលមកមិញដោយសារយើងចូលពីមុនមកយើង login ចូលមកកាន់ Facebook តែម្ដងអញ្ចឹងយើងអាចថយមកវិញហើយខ្ញុំចុចថយមួយទៀតចូលមកកាន់ home នេះគឺជា home screen គឺជា home នៃ store របស់យើងដូច្នេះវាមាន category ច្រើនឧទាហរណ៍ដូចជា game ជាប្រភេទ social ប្រភេទ entertainment photo អីផ្សេងយើងចង់ down នៃកម្មវិធីមួយណាយើងចុចចូលទៅក្នុងហ្នឹងប៉ុន្តែឥឡូវខ្ញុំឧទាហរណ៍ down social មួយចុះកម្មវិធីនៃ social មួយចុះចូលមកកាន់ social វាមានច្រើនកម្មវិធីនេះគឺ top page បានន័យថាកម្មវិធីដែលនៅក្នុង top page នេះគឺយើងទាមទារទិញពី Microsoft មកពី Play Store នៃ Microsoft មកអញ្ចឹងយើងត្រូវការ down តាម free អូខេដូច្នេះខ្ញុំចុចយកពាក្យ top free ឬក៏យើងអាចចុចលើឈ្មោះកម្មវិធីនៅក្រោម top free មិញហ្នឹងក៏បានដែររីឯចូលមកដល់ក្នុង top free នៃ social ហើយនេះគឺសិទ្ធិកម្មវិធីដែលយើងអាច down បានមានច្រើនប៉ុន្តែឥឡូវខ្ញុំសុំតេស្តតែមួយទេគឺតេស្ត Facebook ទៅចាស់អូខេខ្ញុំចុចលើពាក្យ Facebook រួចខ្ញុំចុចលើពាក្យ install ពេលដែល install គឺវាចាប់ផ្ដើម download នៃកម្មវិធី Facebook ហ្នឹងរួច install នៅលើ PC របស់យើងដែលទំហំរបស់វាតែ15 មេទេគឺវាតូចអូខេខ្ញុំចុចលើពាក្យ install បើសិនជាយើងអត់ទាន់ log in ទេខ្ញុំបានតេស្តដូចពីមុនឲ្យយើងហើយឲ្យយើងបានមើលហើយគឺវាទាមទារ log in ទៅពេលដែលយើង log in ចូលហើយគឺយើងអាច install បាននេះគឺវាចាប់ផ្ដើម download ហើយចាប់ផ្ដើម download ហើយនឹង install អូខេ download ចប់ហើយគឺយើងអាចចុចលើ message ដែលវា load មកនេះក៏បានឬក៏យើងចូលទៅកាន់ start នៅពេលដែលកម្មវិធីយើង down ថ្មីគឺយើងចុចចូលមកកាន់សញ្ញាព្រួញចុះក្រោមដើម្បីចូល application អូខេយើង search មើល Facebook មិញដែលយើងតម្លើងនេះ Facebook ណាអញ្ចឹងវាដាក់ពាក្យ new នៅខាងក្រោមអញ្ចឹងយើងទំតែតម្លើងមិញវាអត់ទាន់បើកប្រើវាទេដូច្នេះយើងបើកវាមកអូខេ Facebook របស់យើង load full screen តែម្ដងអូខេអញ្ចឹងយើងដាក់ ID យើងចូលមករួច password ដូចជាយើងលេងនៅលើទូរស័ព្ទដែរអូខេដោយសារ Facebook របស់ខ្ញុំដាក់ password 2 តង់អញ្ចឹងវា load មកអញ្ចឹងហើយបើសិនជាយើងដាក់តែ1តង់គឺយើង log in ចូលតែម្ដង
ok mà đọc trong này dương cứ dương follow background run bạn này ta bây giờ dương pra cam thì sáng cứ Facebook nó bên này đâm na ca để nó follow ok bên này dương cho mà đọc cam thì Facebook hỏi đi cứ chia style bỏ vía ok dương add lên thom đa play ru play ai bàn add chat xe thì vào đây dương chat ok này cứ option C ngay bây giờ trong sign out dương thử cho màu của dương nó vô tự đặt nó chuông càng stamp này càng lớn rồi dương cho một can setting rồi coi dương đặt nó chuông càng cao này càng lớn hay dương một can setting hay dương vô bị lock out tích cho một đo Facebook hóa đăng lại lock out ok hay trong trong này setting này cứ dương ai bật chat đăng bàn ini cứ chia friend bao dương đây dương ai chat trên mũi rồi dương cho một can setting ai bật chat đăng bàn rồi bây giờ turn on nó vẫn ok được trên này ca download Facebook bỏ giờ ngay là ca sign inใน Microsoft account គឺចប់តែប៉ុណ្ណេះដូច្នេះយើងអាចលេងបានដោយកម្មវិធីនៅលើទូរស័ព្ទដៃអញ្ចឹងដែរគេខ្ញុំបើករូបមួយមកគេនេះគឺជា style នៃការបើករូបឬក៏យើងប្រើយើងអាចចូលទៅកាន់ desktop យើងវិញបាននៅយើងចុចនៅលើត្រង់ចំណុចនេះយើងទាញចូលអូសន្តោសនេះ desktop មួយនេះយើងអាចប្រើផ្សេងឬក៏យើងខ្ជិលរកវាយើងចង់ដាក់វានៅលើ taskbar យើងចូលទៅកាន់ start ឬយើងចូលទៅកាន់រកពាក្យ Facebook កម្មវិធី Facebook មួយហ្នឹងឬយើង right click លើវាយើង paste in start អញ្ចឹង Facebook ហ្នឹងគឺវា load មកនៅលើhome start ខាងក្រៅអូខេពេលយើងចុចមកគឺវានៅខាងក្រៅឬក៏យើងចង់ custom sign វាមានផ្សេងចង់ដាក់វាតូចធំនេះគឺធំនេះគឺយើងចង់ដាក់វាតូចក៏បាន small បីតាអូខេដូច្នេះខ្ញុំនឹងបង្ហាញពីការ log out យើងចុចចូល corner ខាងលើឬយើងចូល setting ឬយកពាក្យ log out ឬយកពាក្យ OK ដូច្នេះយើង log out នៃ Facebook របស់យើងអូខេដូច្នេះការ sign in Microsoft account និងការដំឡើងដល់កម្មវិធី Play Store ចប់តែប៉ុណ្ណេះសូមអរគុណចំពោះការទស្សនា